ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាតោះវីដេអូនេះគឺខ្ញុំមកបង្ហាញជាមួយនឹងលេលាបស្បែកដែលសារលេនេះគឺឃើញថាផ្ដល់សំណើមចឹងហើយក៏ចង់ធ្វើជាវីដេអូដើម្បីចែករំលែកជូនទៅដល់បងៗក៏ដូចជាអូនៗមួយចំនួនចាដែលកំពុងតែមានបញ្ហាស្បែកស្ងួតហើយមកវិញទៀតឃើញថាខែនេះគឺចាប់ផ្ដើមធ្លាក់ខ្យល់ត្រជាក់ហើយបងប្អូនអើយចឹងហើយស្បែករបស់ខ្ញុំគឺស្ងួតខ្លាំងមែនតើអញ្ចឹងបានទៅសារនៃលោកគេណែនាំជាមួយនឹងលេផ្លែប៉េះនេះបងប្អូនអញ្ចឹងដូចក្នុងវីដេអូនេះបងប្អូនឃើញអត់លាបតស្បែកខ្ញុំរលោងហើយមានសំណើមណាពិជាប្រាប់អ្នកទាំងអស់គ្នាខ្ញុំគឺជាមនុស្សសម្បល់ខ្មៅអញ្ចឹងហើយដៃខ្ញុំគឺអត់សទេហើយមកវិញទៀតខ្ញុំជ្រើសរើសតែប្រភេទលេណាដែលផ្ដល់សំណើមហើយលាបតគឺមានចាស្បែករបស់យើងមានសុខភាពល្អខ្ញុំអត់ប្រើលេដែលចឹងនិយាយថាជួយឲ្យស្បែកសទេអញ្ចឹងអាចជាស្រ័យផលសម្រាប់ស្បែកខ្ញុំដែលខ្មៅចាកុំឲ្យអ្នកទាំងអស់គ្នាឆ្ងល់ថាលាបលេមិនឃើញចាស្បែកអត់សអញ្ចឹងនេះដែរគឺផលិតនៅប្រទេសចាកូរ៉េអ្នកអរគ្នាមើលលេខកូដបានណាគឺ880គាត់និយាយទៅពេលទីផលិតផលមួយមកឡូវគឺប្រយ័ត្នមែនទែនបងប្អូនចាខ្ញុំវិញតើផ្សារអីចឹងគឺសួរផលិតផលយើងសួររបស់ប្រទេសអីចង់ប្រើអ្នកគ្នាឥឡូវនេះគឺបងប្អូនឲ្យមកមើលសាច់ម្ដងទៀតណាសាច់លេនេះគឺមិនខាប់ហើយក៏មិនរាវដែរអ្នកគ្នាលាបលើស្បែកយើងគឺមានអារម្មណ៍ថាតែជាហើយងាយស្រួលលាបអត់ស្អិតអត់បតាអត់លាបទៅសស្ពីស្ព្រុះមិនមែនជាលេបិចោលជាលេផ្ដល់សំណើមហើយអាចប្រើបានទាំងមនុស្សចាស់និងកូនក្មេងហើយកូនមីវិញគឺលាបខ្ញុំលាបឲ្យដូចគ្នាអត់មានផលប៉ះពាល់អីទេបងប្អូនណាចំពោះលេនេះវិញតម្លៃវិញគឺសមរម្យចាបងអូនដែលចង់ប្រើជាមនុស្សលាបផ្ដល់សំណើមបានល្អហើយចាអាចរកទិញបាននៅតាមទីផ្សារណាអានេះគឺខ្ញុំទិញមកខ្ញុំអ្នកនរគ្នាក៏លក់របស់សុទ្ធតែម្ដងណាចាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមកឃើញវីដេអូនេះចាមានចង់ទាក់ទងនឹងវីដេអូនេះអាចខមមិនខាងក្រោមបានណាអរគុណបាយបាយ